ចាក់ការចូលរួមរបស់ប្រិមិត្តយើងបាទអញ្ចឹងគឺលោកគ្រូសរសេរប្រហែល5នាទីមុនបាទនោះមកឆានអានជូនបងប្អូនយ៉ាងតិចទៅបាទអូខេចឹងនេះគឺលោកគ្រូគាត់បានផុសប្រហែលជា5នាទីមុនបាទត្រាំប្រកាសសន្និពញាពេលត្រាំប្រកាសពញាពេលវាយប្រហាររោងចក្រធម្មពលអគ្គិសនីរបស់អេរ៉ង់10ថ្ងៃទៀតមុនដំបូងទុកពេលឲ្យ48ម៉ោងបន្តមក5ថ្ងៃឥឡូវទុកឲ្យ10ថ្ងៃបាទហ្នឹងហើយអញ្ចឹងគាត់បន្ថែមថ្ងៃឲ្យណាបាទហ្នឹងហើយដំបូងថាវាយ48ម៉ោងបើអត់បើកច្រកហ៊ូមូសទេហើយបន្តមកទៀតគាត់ថាគាត់ចរចាគាត់មានសន្ទនាល្អជាមួយអេរ៉ង់ហើយអញ្ចឹងទុកពេលឲ្យ5ថ្ងៃណាហើយគាត់ថាអេរ៉ង់ហ្នឹងគឺផ្ដល់កាដូឲ្យគាត់មួយដ៏ធំដែលវាស្មើនឹងបានទឹកប្រាក់មហាសាលដែលឲ្យគាត់បង្ហើបថាវាពាក់ព័ន្ធជាមួយប្រេងហើយនឹងហ្គាសបាទហើយឥឡូវថ្ងៃនេះគាត់ប្រាប់ថាឥឡូវទុកឲ្យ10ថ្ងៃហ្មងទៅបាទទុកឲ្យអារម្មណ៍10ថ្ងៃអញ្ចឹងណាបងប្អូនបាទអញ្ចឹងតើលោកត្រាំគាត់មានចេតនាអីទៀតយើងក៏មិនដឹងដូចគ្នាហើយនៅព្រឹកនេះក៏គាត់បង្ហាញពីកាដូដែលអារម្មណ៍ផ្ដល់ឲ្យគាត់ដែរថានេះវាជាអ្វីអញ្ចឹងណាតែមុននឹងដល់រឿងហ្នឹងDavid សុំនេះចាក់ការចូលរួមរបស់ប្រិមិត្តយើងតិចសិនណាបាទបងគាត់សុំចូលរួមពាក់ព័ន្ធជាមួយនឹងរឿងស្ថានភាពអេរ៉ង់នឹងដែរអញ្ចឹងណាបាទបងអាប់ដេតថ្មីមួយក្រសួងការបរទេសអាមេរិកទំចេញមកត្រាំកំពុងធ្វើបទសម្ភាសន៍ឥឡូវពជាទៀតហើយគឺដំបូងថ្ងៃ27ហ្នឹងគឺឲ្យអេរ៉ង់ឆ្លើយតបនៅលក្ខខណ្ឌ15ដែលគាត់ដាក់ចូលទៅហ្នឹងគឺថ្ងៃ27គឺជាថ្ងៃចុងក្រោយដែលត្រូវឆ្លើយតបហើយក៏ជាថ្ងៃដែលតបឆាត់យោងតបអីគេបានទៅដល់ទីតាំងរួចរាល់ណាអូនហ្នឹងហើយក៏ប៉ុន្តែថ្ងៃនេះប្រហែលកន្លះទៀតបាត់ហើយឥឡូវហ្នឹងគឺសុំឲ្យទៅដល់ថ្ងៃ5ខែ4ហ្នឹងហើយទៅដល់ថ្ងៃ5ខែ4ថាដោយមិនវាយប្រហារនៅរោងចក្រធម្មពលរបស់អេរ៉ង់ទេអញ្ចឹងមានន័យថាគាត់អត់ទាន់ឡើងគោកដែរអត់ទាន់វាយបុកអត់ទាន់យកកប់ឡើងចាប់យកកោះខាកអីនោះទេហ្នឹងហើយណាមួយដោយសារថ្ងៃ9ខែ4ហ្នឹងដែលនិយាយក្តែងថាឲ្យចប់មុនថ្ងៃហ្នឹងគឺដោយសារថ្ងៃហ្នឹងគឺជាថ្ងៃជ័យជំនះរបស់អ៊ីស្រាអែលថ្ងៃគេហៅថ្ងៃជោគជ័យថ្ងៃជ័យជំនះរបស់អ៊ីស្រាអែលហ្នឹងហើយអញ្ចឹងយើងធូរដង្ហើមបន្តិចទៀតដែរតាមពិតគឺថ្ងៃហ្នឹងហើយបើអ៊ីរ៉ង់មិនឆ្លើយតបលក្ខខណ្ឌ15ចំណុចរបស់គាត់គឺវាយស្អែកស្អែកហ្នឹងហើយតែឥឡូវធូរចិត្តតិចដល់ថ្ងៃដល់ខែ4ថ្ងៃ5វិញហើយអូនបាទថ្ងៃខែ4ថ្ងៃ5វិញណាអានឹងគាត់ពជាពេលឲ្យទៀតណាបងប្អូនអញ្ចឹងតើជាចេតនាដែលគាត់ទុកនឹងហាមឲ្យរងដកឬក៏គាត់ត្រៀមជាមួយអ្វីទៀតពីព្រោះថាឥឡូវហ្នឹងគឺវាមានព័ត៌មានជាច្រើនលួតឡើងហ្នឹងគឺពាក់ព័ន្ធជាមួយការបញ្ជូនកងទ័ពណាឥឡូវហ្នឹងគឺនៅព្រឹកនេះបើតាមសារព័ត៌មាន CNN ហើយនឹងសារព័ត៌មានមួយចំនួនទៀតគេបានចុះផ្សាយថាមន្ទីរបញ្ចកោណហ្នឹងគឺបានដាក់គោលដៅរួចហើយបាទដាក់គោលដៅហ្នឹងគឺ3បន្ថែមទៀតក្រៅពីកោះខាកបាទបងប្អូនប្រហែលជាធ្លាប់ឮកោះខាកហ្នឹងហើយដែលជាកោះមួយដែលសហរដ្ឋអាមេរិកលើកឡើងបាទជាពិសេសលោកច្រាំនឹងតែម្ដងដែលគាត់ថាគាត់ត្រូវការកោះហ្នឹងដោយសារតែគាត់មើលឃើញថាកោះហ្នឹងវាជាកន្លែងបាទផលិតប្រេងរបស់អេរ៉ង់ហ្នឹងគឺស្មើនឹង 90% ចឹងទៅប៉ុន្តែអេរ៉ង់មិនមែនពឹងផ្អែកទៅលើកោះហ្នឹងមួយទេក៏មានកោះផ្សេងទៀតផងដែរអញ្ចឹងគឺកោះ3ផ្សេងទៀតនេះឆាតទៅក្នុង Telegram កោះ3ផ្សេងទៀតហ្នឹងគឺមន្ទីរបញ្ចកោណបានចេញបានថាតាមសារព័ត៌មាន CNN ចុះណាបងប្អូនបាទដែលគេចុះផ្សាយថានេះគេដាក់ចំណងជើងថា The Pentagon have identified its target បាទទី1គឺកោះឈ្មោះថា Abu Musa ហ្នឹងកោះហ្នឹងវាមានចម្ងាយប្រហែលជា40ម៉ាល់ពីប្រទេសអេរ៉ង់និងប្រទេសអារ៉ាប់រួមបាទ UAE បងប្អូននោះកោះទូចមួយហ្នឹងនោះ Abu Musa ហ្នឹងបាទហើយកោះហ្នឹងវានៅផ្លូវច្រកចេញច្រកហ៊ូមូសបាទច្រកហ៊ូមូសអញ្ចឹងគឺគាត់កំពុងតែគិតថាតើកោះហ្នឹងគឺជាគោលដៅបន្ទាប់ពីកោះខាកដែលសហរដ្ឋអាមេរិកគឺចាប់យកដែរទេបងប្អូនណាបាទហើយបន្តមកទៀតមានកោះផ្សេងទៀតបាទកោះផ្សេងទៀតមានថា lesser tomb បាទមាន the greater tomb ឯហ្នឹងផ្សេងហ្នឹងគឺកោះ3ហ្នឹងឯងណាប្រិមិត្តយើងហើយកោះ3ហ្នឹងគឺគ្រប់គ្រងដោយអេរ៉ង់និយាយចំទៅនៅក្នុងច្រកហ៊ូមូសហ្នឹងឃើញវាមានកោះតូចច្រើនណាទាំងអស់វា8កោះបងប្អូនហើយអេរ៉ង់គឺគ្រប់គ្រងហ្នឹងគឺវាចូល6កោះហើយបាទឬក៏សឹងតែទាំងស្រុងហើយព្រោះអេរ៉ង់គឺបានដាក់មីស៊ីលដាក់កងទ័ពខ្លួនគឺនៅលើកោះហ្នឹងដើម្បីដូចជាកន្លែងដែលបញ្ចូលបងប្រាក់អញ្ចឹងបាទដែលជីទូកចូលមកគឺត្រូវឆ្លងកាត់កន្លែង check point ហ្នឹងសិនតាមរយៈកោះតូចទាំងអស់ហ្នឹងឯងអញ្ចឹង3កោះនេះគឺជា
scenario ឬក៏ជាករណីអាចមួយដែលមន្ទីរបញ្ញកោណដាក់គោលដៅណាបងប្អូនព្រោះបើសិនជាសហរដ្ឋអាមេរិកអាចចូលទៅគ្រប់គ្រងកោះនឹងបានន័យថាស្មើនឹងអាចបើកច្រកនឹងបានហើយបាទអាចបើកមួយខាងបានហើយព្រោះមួយខាងហ្នឹងគឺគ្រាន់គ្រប់គ្រងបានតែនៅសល់មួយខាងទៀតព្រោះច្រកហូមូហ្នឹងបងប្អូនមើលតាមផែនទីហ្នឹងទៅគឺនៅកន្លែងមានព្រួញទៅមកហ្នឹងអាហ្នឹងវាដូចកន្លងផ្លូវ2អញ្ចឹងបងប្អូនបាទកន្លងផ្លូវ2អញ្ចឹងបាទហើយមានទ្រុងផ្លូវមានរបាំងពុះចែកមួយដែលបែងចែកកន្លង2ផ្លូវហ្នឹងអញ្ចឹងបើសិនជាគាត់គ្រប់គ្រង3កោះហ្នឹងបានគឺបានន័យថាមកច្រកមកខាងស្ដាំដៃហ្នឹងគឺនាវាអាចចេញទៅស្រួលហើយប៉ុន្តែនៅសល់ច្រកប្រហែលច្រកទៀតដែលនៅក្នុងដែនទឹករបស់អ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់ក៏គាត់មានសិទ្ធិក្នុងការគ្រប់គ្រងក៏ដូចជាមានការវាយប្រហារផងដែរអញ្ចឹងគឺយើងឃើញថាករណីនឹងកើតឡើងអញ្ចឹងទៅហើយ Marine និងនាវាដឹកយន្តហោះចម្បាំងUSS Tripoli ហ្នឹងគឺប្រហែលជា2-3ថ្ងៃទៀតមកដល់ហើយបាទអាចនឹងមួយថ្ងៃ2ថ្ងៃទៀតមកដល់ប្រជុំបូពីហើយបងប្អូនហើយសហរដ្ឋអាមេរិកមន្ទីរបញ្ញកោណក៏បានត្រៀមបាទចល័តគេថាកងកម្លាំងពិសេសរបស់ខ្លួនបាទកងកម្លាំងពិសេសរបស់ខ្លួនមកពី82 division ហ្នឹងបាទក៏បានត្រៀមខ្លួនដូចហើយបាទប្រហែលជាង 4000 នាក់ទៀតបាទអញ្ចឹងគឺយើងឃើញថាការបង្កើនចំនួនកងទ័ពកាន់តែច្រើនទៅហើយដែលមន្ទីរបញ្ញកោណនេះគឺគម្រោងបញ្ជូនទៅកាន់ប្រជុំបូព៌ាអញ្ចឹងទៅអញ្ចឹងការទុកពេលវេលា5ថ្ងៃបន្ថែមទៀតឲ្យអារ៉ង់វាជាការទុកពេលវេលាឲ្យសហរដ្ឋអាមេរិកប្រមូលកងទ័ពឲ្យបានកាន់តែច្រើនដើម្បីចាប់យកកោះទាំងអស់នឹងដែរអត់ឬក៏ទុកពេលវេលាឲ្យសហរដ្ឋអាមេរិករៀបចំផែនការក្នុងការចាប់យកក៏ដូចជាបើកច្រកហ៊ូមូសនឹងឡើងវិញឬក៏អត់បងប្អូនយើងអាហ្នឹងចេតនានឹងដែរអត់យើងចាំតាមដានទាំងអស់គ្នាពីព្រោះថាអ្វីដែលត្រាំទុកពេលឲ្យបងប្អូនឃើញរូបភាពកន្លងមកហើយគឺវាតែងតែមានចេតនានៅក្នុងហ្នឹងដូចជាក់ស្ដែងអ៊ីរ៉ង់ធ្លាប់ចរចាជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល2ដងហើយលើកទី1វាយគេកំពុងចរចាណាវាយភ្លាមបាទហើយអ៊ីស្រាអែលគឺលេងមកក្បាច់ដែលធ្វើឲ្យសូម្បីតែកាតាក៏ភ្ញាក់ផ្អើលហ្នឹងគឺកំពុងតែចរចាជាមួយនឹងអ៊ីរ៉ង់ហើយនឹងហាម៉ាស់នៅកាតាហើយកាតាចាត់ទុកថាជាទីក្រុងការទូតមួយបាទអ៊ីស្រាអែលវាយប្រហារនៅលើនឹងទៀតបាទកំឡុងពេលដែលចរចាជាមួយគ្នាបាទកំឡុងពេលចរចាមួយគ្នាលើកទី2ពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារសម្រាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ក៏កំឡុងពេលនោះសហរដ្ឋអាមេរិកលើកឡើងនៅចំណុចការចរចាជាមួយអ៊ីរ៉ង់ដែរនិយាយទៅគឺឲ្យតែមានការចរចាគឺតែងតែបង្កប់ជាមួយនឹងagenda នៅពីក្រោយហ្នឹងហើយបាទបង្កប់ agenda នៅពីក្រោយស្តៀងគ្នាណាបងប្អូនស្តៀងហ៎ប្រហែលអត់ប្រហែលហ្មងបងប្អូនណាបាទអញ្ចឹងដូចគ្នាដែរការទុកពេលវេលានិងបញ្ជាពេលវេលាថែម5ថ្ងៃឲ្យអារ៉ង់ទៀតវាជាការរៀបចំផែនការណាមួយដើម្បីបញ្ជូនកងទ័ពថ្មើរជើងទៅដែរអត់បងប្អូនហើយបងប្អូនចាំតាមដានបើសិនជាសហរដ្ឋអាមេរិកបញ្ជូនកងទ័ពថ្មើរជើងទៅពិតមែននេះហើយគឺសហរដ្ឋអាមេរិកនឹងត្រូវផុងខ្លួននឹងត្រូវផុងជើងនៅក្នុងសង្គ្រាមមួយនឹងកាន់តែយូរហ្នឹងហើយបាទនេះបងចុះសុំបន្ថែមបន្តិចពាក់ព័ន្ធជាមួយនឹងកន្លែងហ្នឹងដែរតែចប់ហើយតហ្នឹងហើយចេះព្រោះសារព្រមមើលប្រហែលបានដឹងហើយពាក់ព័ន្ធជាមួយនឹងប្រមាណចំណុចដែលខាងសហរដ្ឋអាមេរិកគឺគាត់បានសុំមកគាត់បានសុំមិនសុំគឺចូលថាជាបញ្ជាតម្រូវឲ្យត្រូវតែធ្វើតាមណាឲ្យធ្វើតាមនៅអ្វីដែលខាងសហរដ្ឋអាមេរិកបានលើកឡើងមកហើយក៏លោកគ្រូក៏គាត់បានផុសនៅក្នុងតាម Facebook របស់លោកគ្រូដូចគ្នាផងដែរណាព្រមតែសុំអានឲ្យព្រមបានម្ដងទៀតណាព្រមតែឲ្យចាំយើងមកស្ដាប់នៅចំណុចរបស់ខាងអ៊ីរ៉ង់វិញម្ដងថាតែអ៊ីរ៉ង់គេចង់បានអីដែរណាព្រមបានព្រោះសារចំណុចហ្នឹងបើយើងនិយាយចំទៅពេល replay ពេល replay លើសុំទៅកាន់ចំណុចរបស់ខាងអ៊ីរ៉ង់វិញម្ដងព្រោះសារចំណុចរបស់ខាងសហរដ្ឋអាមេរិកប្រហែលជាព្រមបានដឹងថា1 2 3 4 5 6ណាហ្នឹងគឺគេចង់និយាយពីអីតែចំណុចហ្នឹងគឺប្រិមត្តថាអេរ៉ង់យកអត់អេរ៉ង់ទទួលអត់អាហ្នឹងភាគច្រើនគឺដឹងតែយើងមានអារម្មណ៍ថាវាអត់អាចទៅរួចអញ្ចឹងយើងមកមើលពីចំណុចរបស់អេរ៉ង់វិញម្ដងទី1បញ្ឈប់ការវាយប្រហារនិងការថាការធ្វើឃាតណាបាទការធ្វើឃាតអញ្ចឹងតែអេរ៉ង់គឺទាមទារឲ្យអាមេរិកហ្នឹងគឺអាមេរិកហើយនិងអ៊ីស្រាអែលគឺបញ្ឈប់ការជាដាច់ខាតហ្មងទៅនៅការរដ្ឋសកម្មភាពយោធានិងការធ្វើឃាតថ្នាក់ដឹកនាំឬមួយក៏សំទោសបាទមន្ត្រីឬមួយក៏មន្ត្រីរបស់ខ្លួនចឹងតែនេះចំណុចទី1ចំណុចទី2ការធានាថានឹងមិនមានសង្គ្រាមនៅថ្ងៃមុខ
បាទនៅថ្ងៃមុខគឺធានាថាមិនមានសង្គ្រាមនៅអនាគតតទៅទៀតគឺលែងមានទីក្រុងតេអារ៉ង់បាទតេអារ៉ង់គឺចង់មានន័យថាគឺចង់បានគេថាការច្បាស់លាស់ឬភាពច្បាស់លាស់ឬមួយក៏ធានាជាអន្តរជាតិថាសង្គ្រាមនឹងមិនត្រូវមានបង្កឡើងឬមួយក៏មានបញ្ហានៅក្នុងគណៈពេលខាងមុខអីតទៅទៀតហ្នឹងគឺអត់ឲ្យមានតទៅទៀតតែម្ដងហ្មងណាអានេះគឺចំណុចទី2ចំណុចទី3ការសងការខូចខាតរាល់សង្គ្រាមដែលបានកើតឡើងមកនេះគឺត្រូវតែសងទាំងអស់ហ្មងអីហ្នឹងគឺទាមទារឲ្យមានការទូទាត់សំណងចំពោះការខូចខាតដែលបណ្ដាលមកពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលកន្លងមកទាំងអស់ហ្មងនិងទី4ឈប់ឆ្លោះបញ្ឈប់ចំនួននៅគ្រប់គេថាគ្រប់គេថារាល់កិច្ចព្រមព្រៀងណាមានន័យថាគឺបញ្ឈប់ចំនួននៅរាល់កិច្ចព្រមព្រៀងមួយណាដែលត្រូវរួមបញ្ចូលទាំងការបញ្ឈប់ការប្រយុទ្ធគ្នាឬមួយក៏គ្រប់តំបន់ដែលមានការពាក់ព័ន្ធគ្រប់តំបន់មានការពាក់ព័ន្ធរួមទាំងក្នុងគេថាសម្ព័ន្ធមិត្តបាទក្នុងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក្នុងតំបន់ផងដែរអានេះគឺចំណុចទី5ចំណុចទី6គឺអធិបតេយ្យភាពទៅលើច្រកសមុទ្រ Hormuz អានេះគឺសំខាន់ណាចំណុចមួយនេះណាគឺអ៊ីរ៉ង់គឺចង់បានការទទួលស្គាល់ជាអន្តរជាតិទៅលើសិទ្ធិគ្រប់គ្រងរបស់ខ្លួនទៅលើច្រក Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតនៅពិភពលោកណាប្រិមិត្តបាទអញ្ចឹងគឺប្រមាណចំណុចនេះឯងហើយចំណុចនេះភាគច្រើនគឺគេបើនិយាយចំទៅ5ចំណុចនេះប្រិមិត្តស្ដាប់ហើយគឺជាចំណុចដែលការពារខ្លួនគាត់គឺជាការពារខ្លួនគាត់គឺអត់បានទៀមទីអីទេក៏គាត់ថាខូចខាតសងមកវិញមកហើយអីដែលគេកាន់កាប់ក៏គេត្រូវកាន់កាប់បាទធានាថាកុំឲ្យមានសង្គ្រាមទៀតទៅបាទទី1សងសំណងទី2ធានាថាកុំឲ្យមានការវាយប្រហារទៀតទី3ទទួលស្គាល់លើច្រកហូមូសថាជាក្រមការគ្រប់គ្រងរបស់អ៊ីរ៉ង់អញ្ចឹងទៅអញ្ចឹងត្រង់ចំណុចទី3នេះគឺខ្ញុំជឿថាសហរដ្ឋអាមេរិកអត់ទទួលយកបានទេបាទព្រោះលោកត្រាំគាត់និយាយថាគាត់ចង់គ្រប់គ្រងច្រកហ្នឹងពីអ្នកអ៊ីរ៉ង់គាត់និយាយថាគាត់ថានឹងគ្រប់គ្រងបៃមីគាត់និយាយថាបៃមី with new Ayatollah អញ្ចឹងទៅបាទបងប្អូនបាទអញ្ចឹងគាត់និយាយរួចហើយថាគាត់ចង់គ្រប់គ្រងនឹងពីអ្នកអ៊ីរ៉ង់អញ្ចឹងបើផ្ដាច់មុខឲ្យអ៊ីរ៉ង់គឺប្រហែលជាជំរឿននេះអត់ទៅរួចទេបងប្អូនណាអញ្ចឹងទើបសហរដ្ឋអាមេរិកត្រៀមនឹងកែនទាហានថ្មើរជើងហ្នឹងគឺក្នុងត្រៀមខ្លួនក្នុងការចូលទៅប្រយុទ្ធបើកច្រកនឹងឯងណាប្រិមិត្តហើយសពនមិត្តក៏ត្រៀមខ្លួនដែរជាមួយសហរដ្ឋអាមេរិកជាពិសេសគឺបណ្ដាប្រទេស GCC នៅប្រជុំបូព៌ានក៏ត្រៀមខ្លួនដែរដូចអារ៉ាប៊ីសាអូឌីតក៏បើកភ្លើងខៀវឲ្យអាមេរិកប្រើមូលដ្ឋានទ័ពហើយលែងអព្យាក្រឹតហើយ UAE ក៏បានត្រៀមខ្លួនក្នុងការឆ្លើយតបហើយអត់ទទួលយកបទឈប់បាញ់ណាមួយពីអ៊ីរ៉ង់ទេហើយគាត់ប្រាជ្ញាថានឹងបើកយុទ្ធនាការប្រតិបត្តិការដើម្បីបើកច្រកហូមូសនឹងជាមួយគ្នាជាមួយសហរដ្ឋអាមេរិកអញ្ចឹងណាបងប្អូនអញ្ចឹងគឺចាំតាមដានស្ថានភាព10ថ្ងៃចុងក្រោយទៀតបាទថាតើនឹងមានរឿងអីកើតឡើងទៀតបងប្អូនហើយអ្វីដែលចង់ឲ្យបងប្អូនតាមដានជាងគេគឺការបញ្ជូនកងទ័ពថ្មើរជើងរបស់សហរដ្ឋអាមេរិកចូលទៅហើយបងប្អូននឹងឃើញហើយថាតើវាចូលជាករណីដូចសង្គ្រាមវៀតណាមម្ដងទៀតឬក៏យ៉ាងណាហើយបើដូចសង្គ្រាមវៀតណាមម្ដងទៀតច្បាស់ណាស់វាប៉ះពាល់ទៅដល់ប្រជាប្រិយភាពរបស់លោកត្រាំហើយវាប៉ះពាល់ទៅដល់ការបោះឆ្នោតនៅអាណត្តិពាក់កណ្ដាលអាណត្តិនេះរបស់លោកត្រាំផងដែរព្រោះការបញ្ជូនទ័ពទៅគឺវាមិនមែនសិតតែមានប្រជាប្រិយភាពទាំងអស់ទេហើយបុកផ្សំជាមួយសង្គ្រាមអ៊ីរ៉ង់គឺជាសង្គ្រាមដែលគ្មានប្រជាប្រិយភាពបំផុតបាទបើប្រៀបធៀបជាមួយនឹងសង្គ្រាមផ្សេងសង្គ្រាមអ៊ីរ៉ាក់មានប្រជាប្រិយសង្គ្រាមលោកទី2ក៏មានប្រជាប្រិយប៉ុន្តែសង្គ្រាមអ៊ីរ៉ង់អត់មានប្រជាប្រិយទេសម្រាប់លោកត្រាំមកប្រជាប្រិយភាពគាត់ធ្លាក់ចុះដល់ 36% ហើយបងប្អូនត្រង់ចំណុចហ្នឹងអញ្ចឹងចាំតាមដានតើប្រតិបត្តិការដែលសហរដ្ឋអាមេរិកបញ្ជូនកងទ័ពពិសេសទៅហ្នឹងជោគជ័យឬក៏មិនជោគជ័យអាហ្នឹងចាំតាមដានទាំងអស់គ្នាបងប្អូនណាបាទអរគុណសម្រាប់ហើយបាទការ sponsor ប្រហែលតែការ sponsor ខ្លីៗទីសិន